សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 បាទនៅពេលនេះដែរខ្ញុំបាទក៏សូមលើកយកនូវព័ត៌មានចំនួន2ដែលព័ត៌មានទី1នោះគឺទាក់ទិនទៅនឹងសមាជិកក្រុម Blackpink Jisoo ជាអ្នកគាំទ្រផ្កាប់មុខរបស់តារាចម្រៀងក្នុងផលិតកម្ម SM ក្នុងកម្មវិធី Knowing Brother សប្តាហ៍នេះតារាចម្រៀងស្រីវ័យក្មេងប្រចាំក្រុម Blackpink កញ្ញាជីសូបានទម្លាយថានាងជាអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំក្រុម TVXQ ម្នាក់គឺ Chamin នាងបានរៀបរាប់សំណួរពេលដែលនាងប្រឡងចូលផលិតកម្ម SM ថាគ្រានោះហ៊ីឈុលសមាជិកក្រុម Super Junior សួរនាងថាតើអ្នកណាជាកំពូលតារាក្នុងចិត្តនាងភ្លាមនោះជីសូតបដោយត្រង់ថាគឺ TVXQ ពួកគេគឺជាក្រុមដ៏អស្ចារ្យហើយពេលនេះនាងបានលើកយក Chamin ជាឧទាហរណ៍ហើយនិយាយបញ្ឆិតបញ្ឈៀងថានាងគឺ fan របស់តារារូបនេះបាទប្រិយមិត្តជាទីមេត្រីសម្រាប់ព័ត៌មានទី1នេះខ្ញុំបានក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្្នឹងដែរផងដែរបាទនៅពេលនេះយើងក្រឡេកមកមើលព័ត៌មានទី2ជាបន្តទៀតសម្រាប់ព័ត៌មានទី2នេះវិញគឺទាក់ទិនទៅនឹង Jessica ធ្វើខួប10ឆ្នាំម្នាក់ឯងស្របពេល SNSD ធ្វើខួប10ឆ្នាំជាមួយ Jessica អតីតសមាជិកក្រុមចម្រៀង Girl Generation ទើបតែបញ្ចេញរូបថត teaser ដើម្បីផ្សព្វផ្សាយអាល់ប៊ុមខ្នាតតូចទី3របស់ខ្លួនដែលមានឈ្មោះថា My Decade បាទអាល់ប៊ុមតូចនេះនឹងអបអរគម្រប់ខួប10ឆ្នាំតាំងពី Jessica ចាប់ផ្ដើមអាជីពជាតារាចម្រៀងជាមួយនឹងក្រុមចម្រៀង Girl Generation អាល់ប៊ុមនេះដែរនឹងមានបញ្ចូលនៅបទចម្រៀងចំណងជើងថា Summer Storm និងបទចម្រៀងផ្សេងទៀតចំនួន5បទហើយសម្រាប់អាល់ប៊ុមនេះដែរ Jessica បាននិពន្ធទំនុកចម្រៀងសម្រាប់បទចម្រៀងទាំងអស់លើកលែងតែបទ Love You Jessica នឹងត្រឡប់មកវិញ comeback នៅថ្ងៃទី9ខែសីហានេះហើយនៅវេលាម៉ោង 6 ល្ងាចនៅប្រទេសកូរ៉េដែលត្រូវនឹងម៉ោង 4 រសៀលនៅកម្ពុជាបាទនេះជារូបថត teaserប្រិយមិត្តជាទីមេត្រីសម្រាប់ព័ត៌មានទាំងពីរនេះខ្ញុំបាទក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណឹងផងដែរអរគុណប្រិយមិត្តសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855នៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា